សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនាងខ្ញុំធីតាថ្ងៃនេះយើងទៅជួបម្ចាស់ហាងមួយរូបដែលគាត់ជ្រើសរើស franchise ហើយផឹករបស់យើងទទួលបានជោគជ័យតោះកុំឲ្យខាតពេលវេលាយូរយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរអូនចាជំរាបសួរបងអូនអាចជួយណែនាំខ្លួនបន្តិចបានទេចាបានបងខ្ញុំឈ្មោះមីច័ន្ទសមាជាម្ចាស់អាជីវកម្ម Hypox ស្ថិតនៅភូមិសឃុំបៃចានស្រុកអង្គស្នួរខេត្តកណ្ដាលដែលមានទីតាំងស្ថិតនៅខាងមុខរោងចក្រចំណីសាទរបស់ក្រុមហ៊ុន CP ផ្ទាល់តែម្ដងចាអញ្ចឹងអូនបើកអាជីវកម្ម Hypox នេះអស់រយៈពេលប្រហែលឆ្នាំហើយអូនចាបងខ្ញុំបើកអាជីវកម្ម Hypox រយៈពេល3ឆ្នាំហើយបងអូយូរដែរអញ្ចឹងមុនអូនប្រកបអាជីវកម្ម Hypox នេះអូនមានប្រកបអាជីវកម្មអ្វីទៀតអត់ចាបងមុននឹងខ្ញុំបើក Hypox ខ្ញុំធ្លាប់ជាអ្នកលក់កាហ្វេមួយកន្លែងអូអញ្ចឹងអូនស្គាល់Hypox នេះតាមរយៈអ្វីដែរអូនចាបងខ្ញុំស្គាល់ Hypox តាមរយៈការផ្សព្វផ្សាយរបស់ក្រុមហ៊ុននិងការណែនាំពីផ្នែកលក់ផ្ទាល់តែម្ដងតើហាង Hypox របស់អូនមានលក់ផលិតផលអ្វីខ្លះដែរអូនចាបងហាង Hypox របស់ខ្ញុំមានលក់បាយសាច់ជ្រូកបាយសាច់មាន់សាច់ជ្រូកអាំងមាន់អាំង burger បកា burger សាច់មាន់ជាដើមបងអញ្ចឹងបន្ទាប់ពីអូនបើកអាជីវកម្ម Hypox នេះអស់រយៈពេល3ឆ្នាំតើអូនយល់យ៉ាងណាដែរចាបងបន្ទាប់ពីខ្ញុំបើករយៈពេល3ឆ្នាំខ្ញុំមើលឃើញថាខាងក្រុមហ៊ុនមានការយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនការត្រួតពិនិត្យស្តង់ដារជាប្រចាំនិងមានការជួយជ្រោមជ្រែងក្នុងការដំណើរការលក់ផងដែរដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តក្នុងការប្រកបអាជីវកម្មជាមួយក្រុមហ៊ុនផ្ទាល់តែម្ដងចំពោះប្រាក់ចំណូលមានការកើនឡើងជាលំដាប់ដែលធ្វើឲ្យខ្ញុំអាចផ្គត់ផ្គង់ជីវភាពគ្រួសារកាន់តែប្រសើរឡើងចុងក្រោយខ្ញុំមានមតិយោបល់ទៅកាន់បងប្អូនដែលចង់ប្រកបអាជីវកម្មផ្ទាល់ខ្លួនបងប្អូនគួរតែជ្រើសរើសអាជីវកម្ម Hypox ដែលជាអាជីវកម្ម franchise ដែលមានការបណ្ដាក់ទុនតិចនិងទទួលបានប្រាក់ចំណូលខ្ពស់និងមានស្ថិរភាពដែលធ្វើឲ្យជីវភាពបងប្អូនកាន់តែប្រសើរឡើងអរគុណច្រើនអូនដែលផ្ដល់ពេលវេលាមានតម្លៃនិងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការធ្វើអាជីវកម្ម Hypox អស់រយៈពេល3ឆ្នាំមកនេះជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅពេលក្រោយទៀតបាយបាយដូចនេះយើងបានសម្ភាសសម្ដីផ្ទាល់របស់អតិថិជនរួចហើយការជ្រើសរើស franchise ដែលត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ដូចជា franchise Hypox របស់យើងនេះអញ្ចឹងគឺមានសម្ភារៈឲ្យខ្ចីប្រើប្រាស់មានការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់និងមានប្រាក់ចំណូលខ្ពស់និងមានស្ថិរភាពសម្រាប់ព័ត៌មានលម្អិតនៃអាជីវកម្មសូមទំនាក់ទំនងមកកាន់ Facebook Page Hypox Cambodia និងលេខទូរស័ព្ទ096 66 111 66សូមអរគុណសូមជម្រាបលាជួបគ្នានៅពេលក្រោយទាំងអស់គ្នា